បន្តទៀតគឺតកតងប្រភពទំលេងថាសហរដ្ឋអាមេរិកនិងបកគលទីបញ្ជាការសំខាន់របស់ NATO តោះឥឡូវសម្លេងទី2បន្តក្តៅប្រភពយោធាទំលេងថាសហរដ្ឋអាមេរិកនិងប្រគល់ទីបញ្ជាការយោធាសំខាន់2របស់អង្គការ NATO ឲ្យទៅអឺរ៉ុបជាអ្នកគ្រប់គ្រងវិញតើវាជាការដើរដល់ផ្លូវបំបែករវាងសហរដ្ឋអាមេរិកនិងសហភាពឬយ៉ាងណាខណៈដែលប្រភពយោធាបានទម្លាយដំណឹងដល់រសើបថាសហរដ្ឋអាមេរិកនឹងប្រគល់ទីបញ្ជាការយោធាសំខាន់ចំនួន2របស់អង្គការបកសម្ព័ន្ធយោធា NATO ឲ្យទៅអឺរ៉ុបជាអ្នកគ្រប់គ្រងវិញប្រភពដែលបានទម្លាយដឹងថាសហរដ្ឋអាមេរិកដែលជាបងធំទី1របស់ពិភពលោកទាំងផ្នែកសេដ្ឋកិច្ចនិងយោធានិងប្រគល់ទីបញ្ជាការយោធាសំខាន់ចំនួន2របស់អង្គការបកសម្ព័ន្ធយោធា NATO ដែលមួយកន្លែងស្ថិតនៅក្នុងទីក្រុងណេផលប្រទេសអ៊ីតាលីនិងមួយកន្លែងទៀតស្ថិតនៅទីក្រុង Norfolk រដ្ឋ Virginia សហរដ្ឋអាមេរិកឲ្យទៅរដ្ឋមន្ត្រីអឺរ៉ុបជាអ្នកគ្រប់គ្រងវិញនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារទី10ខែកុម្ភៈឆ្នាំ2026នេះចំណាត់ការដ៏គួរឲ្យភ្ញាក់ផ្អើលនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំក្នុងការជំរុញឲ្យបណ្ដាប្រទេសអឺរ៉ុបរៀនទទួលខុសត្រូវកាន់តែខ្លាំងជាងមុនចំពោះសន្តិសុខផ្ទាល់ខ្លួននិងដើម្បីឲ្យអង្គការបកសម្ព័ន្ធយោធា NATO ក្លាយជាអ្នកដឹកនាំអឺរ៉ុបកាន់តែច្រើនជាងមុនទីបញ្ជាការយោធាទាំងពីរដែលបច្ចុប្បន្នដឹកនាំដោយឧត្តមសេនីយ៍នាវិកអាមេរិកខាងលើនេះមានតួនាទីត្រួតពិនិត្យប្រតិបត្តិការយោធារួមគ្នាសំខាន់ក្រោមផែនការរុះរើដែលបានគ្រោងទុកនេះសហរដ្ឋអាមេរិកនឹងទទួលបន្ទុកគ្រប់គ្រងទីបញ្ជាការសំខាន់ចំនួន3ផ្សេងទៀតរបស់អង្គការបកសម្ព័ន្ធយោធា NATO ដែលទទួលខុសត្រូវចំពោះប្រតិបត្តិការតាមផ្លូវអាកាសប្រតិបត្តិការតាមផ្លូវសមុទ្រនិងប្រតិបត្តិការតាមផ្លូវគោកក្រុមមន្ត្រីនៃអង្គការបកសម្ព័ន្ធយោធា NATO និយាយថាបណ្ដាសម្ព័ន្ធមិត្តបានព្រមព្រៀងគ្នារួចហើយលើរចនាសម្ព័ន្ធភាពជាអ្នកដឹកនាំថ្មីនេះដែលផ្ដល់ឲ្យសមាជិកអឺរ៉ុបរួមទាំងសម្ព័ន្ធមិត្តថ្មីនៅទួនាទីកាន់តែរឹងមាំជាងមុនខ្ញុំតារាពី Alt News TV